បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបានពំនាំនៅរូបភាពនិងវីដេអូមួយចំនួនដែលទាក់ទងទៅនឹងការធ្វើផ្ទះតាមបែបបុរាណរចនាបថបែបខ្មែររបស់យើងបងប្អូនហើយនេះម៉ូដនេះដែរគឺផ្ដើមចេញពីគំនិតរបស់ជាងនិងការ design នៃគំនិតរបស់ម្ចាស់ផ្ទះផ្ទាល់តែម្ដងហើយម៉ូដនេះដែរអត់មានកូពីពីណាយកមកពីណាទេគឺផ្ដើមចេញពីរបស់ម្ចាស់ផ្ទះទាំងស្រុងតែម្ដងបងប្អូនហើយបងប្អូនមើលចាំបានគឺតាំងពីក្តារតាំងពីពងអួចតាំងពីរចនាបថផ្សេងគឺស្អាតមើលទៅសមបងប្អូនហើយតាំងពីដានគឺធ្វើពីឈើដែរបងប្អូនមើលចាស់ពីឈើសុទ្ធបងប្អូនហើយទឹកថ្នាំនេះគឺរលើបរលោងបាញ់នេះគឺរលោងអត់មានកន្លែងណាទប់ភ្នែកបងប្អូនហើយនេះបានទើបតែបានតែជា 60% ទេមិនតាន់រួច 100% ទេតែមើលចំបងប្អូនហើយតាំងពីចណ្ដើចោះឡើងគឺមើលទៅគឺសមបាទបងប្អូនស្អាតណាស់ហើយទីធ្លារបស់គាត់គឺធំទូលាយដូច្នេះមើលទៅស្អាតហើយបងប្អូនមើលចោះនេះពោះបដិចនាបាទដំបូលទាំងដំបូលទាំងរៀនហាទាំងជញ្ជាំងគឺសមគ្នាណាស់ហើយមើលទៅគឺអត់មានកន្លែងចប់ទេបងប្អូនហើយស្អាតណាស់ពេញចិត្តមែនទែនញ៉ាំក្តីសម័យរបស់ខ្ញុំថាថ្ងៃណាមួយខ្ញុំមានលទ្ធភាពខ្ញុំធ្វើវាបានតែឥឡូវមិនទាន់បានទេតែបងស្រីខ្ញុំគាត់អាចធ្វើបានហើយនេះក្តីសុខរបស់គាត់ជូនពរបងស្រីហេង